ថាបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតក៏បានធ្វើការតវ៉ាចំពោះអាជ្ញាធរដែលពាក់ព័ន្ធទៅនឹងការបញ្ជូនគ្រួសារដែលរងគ្រោះទៅទទួលអំណោយក៏ប៉ុន្តែការបញ្ជូននោះយើងឃើញការតវ៉ានោះបានលេចចេញអំពីការកើតឡើងអំពីបកពួកនិយមរបស់ប្រជាភូមិដែលយកអ្នកដែលមិនបានទទួលរងគ្រោះទឹកចំនួនសោះទៅទទួលអំណោយប៉ុន្តែអ្នកដែលទទួលរងគ្រោះដោយទឹកចំនួនពិតប្រាកដនោះអត់បានបញ្ជូនទៅទេว่าដល់អាជ្ញាធរដើម្បីសូមឲ្យមានវិធានការហើយក្នុងនោះសូមឲ្យអាដាមដែលជាប្រធានក្រុមការងារមេត្តាពិនិត្យចំពោះសេចក្តីរាយការណ៍ព័ត៌មាននេះផងព្រោះថាប្រជាពលរដ្ឋចេញមុខតវ៉ាច្រើនណាស់ព្រោះថាគាត់រងគ្រោះពិតប្រាកដអត់យកគាត់ទៅជួយសង្គ្រោះទេបែរជាយកបពុះបពោខ្លួនទៅទទួលអំណោយទៅវិញហើយសេចក្តីរាយការណ៍លម្អិតអំពីព័ត៌មាននេះលោកឃើញកាមេរ៉ារាយការណ៍ជួយពីខ្សែជំនាញដោយឡែកនៅមុនពេលដែលពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន 1700 គ្រួសារដែលបានរងគ្រោះដោយសារតែចំនួនទឹកភ្លៀងដែលស្ថិតនៅក្នុងសង្កាត់គោកចកក្រុងនឹងខេត្តសៀមរាបដែលជាអំណោយរបស់កាត់ក្បាត់ក្រហមកម្ពុជានោះក៏មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដែលសឹងតែមិនចង់ជឿនោះគឺមានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិឃ្វៀនសង្កាត់គោកចកក្រុងនឹងខេត្តសៀមរាបបាននាំគ្នាមកធ្វើការតវ៉ាជាមួយនឹងលោកគៀបចយដែលជាប្រធានភូមិឃ្វៀនជាប់ពាក់ព័ន្ធក្នុងបញ្ហាដែលលោកគៀបចយប្រធានគុំឃ្វៀនរូបនេះបានធ្វើឲ្យមានភាពអយុត្តិធម៌ចំពោះក្រុមគ្រួសារជាច្រើនដែលពួកគាត់បានទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះគ្រោះធម្មជាតិនៃចំនួនទឹកភ្លៀងដែលបានកើតឡើងនៅក្នុងភូមិឃ្វៀនសង្កាត់គោកចកក្រុងនឹងខេត្តសៀមរាបនោះដោយប្រភពព័ត៌មានពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ខាងលើបានប្រាប់នាយកព័ត៌មានយើងឲ្យដឹងផងដែរថាលោកគៀបចយប្រធានគុំឃ្វៀនរូបនេះមិនបានចុះទៅធ្វើការត្រួតពិនិត្យជាក់ស្ដែងចំពោះស្ថានភាពនៃការលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដនោះទេដោយលោកប្រធានភូមិឈ្មោះគៀបចយនេះបែរជាទៅនាំបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលមិនមែនរងគ្រោះនោះឲ្យមកទទួលយកអំណោយសង្គ្រោះបន្ទាន់ពីកាត់ក្បាត់ក្រហមកម្ពុជាសាខាខេត្តសៀមរាបនាពេលនេះទៅវិញគេអ្នកដល់កោគេបានណាហើយនេះខ្ញុំមកក្នុងទឹកឲ្យបានណាទេហើយគេគាត់ថាណៃគេទឹកឲ្យនៅលើទៅហើយអ្នកទឹកឲ្យអ្នកនោះចាចាំសួរបានចាំសួរថាឲ្យខ្ញុំមកបានថាឲ្យវិញចាំទៅចង់ទៅតាមផ្ទះតែពេលឡងមកគាត់ឡើងមកបានទៅគាត់ទៅអត់គាត់ដែរគាត់មកវិញគាត់ទៅអត់គួរតែគាត់ថាទៅហើយពេលគាត់ទៅមកទៅខាងណានោះគាត់វិញចាំទៅគាត់ដែរក៏មានតែយើងបានមករៀនដល់គាត់មកគាត់ឲ្យគ្មានឯងបងអត់គុំគ្មានអត់គុំគ្មានខ្ញុំចាំតែនេះខ្ញុំតែនេះតែល្បីគុំជាបានតែគាត់អត់ឯងថាគាត់មកមកសមហ្នឹងគេខៃចោលហើយនេះគាត់ថាខៃចោលហើយគេអត់តែទេគាត់ទៅវិញគាត់ថាខ្ញុំkhôngឲ្យចោលហើយខាងគុំគ្មានឲ្យគុំគ្មាននិយាយគុំចេះចូលហើយគុំគ្មានគាត់និយាយតែគាត់ឲ្យចោលហើយគាត់ថាកណ្ដាលហ្នឹងគាត់យកចកាទេគាត់ថាមានគុំតែគាត់ទៅមានគុំតែគាត់ចូលទៅពួកខ្ញុំដែលលិចគាត់អត់ខ្ញុំយកឲ្យហើយប៉លីសបានជាอบតតែខ្ញុំទៅនេះហើយប៉លីសជាอบតតែមេភូមិមិនចង់អត់ទៀតខ្ញុំទេយ៉ាទៅតែខ្ញុំមកខ្ញុំមកនេះតែដល់បងខ្ញុំអត់ដឹងទេបានជាភូមិនឹងទទួលយកពួកខ្ញុំដែលលិចទៅហ្នឹងឬក៏យកតែលើកោចាំតាមបានសូមអរគុណចាក្នុងKhông mà hay giờ mà cha nhân ai chút là ba cha nhân cái hai cho hai con nên nó làm chi không có một chút mà nghe là chi là công ca nghe cho tiêu mà tao mánh tao tiền nghe lên chung đuôi tao tha ban dọn chim cơ đi dọn chim cơ thế hay công ca nghe có làm chi nó ngon mình tao cái oi vô oi này khu nghi điệp chấm bánh chi là rất lòng khu phải thơ tầm nhất oi ruồi anh vô khả năng đây mình cho con gái đây là chỉ cho khai bong sai tay từ buổi trên là lên này mình chỉ cái cháu là đó mấy tay bong bọ sai ảnh nghe mình chi vô con fan tình
คนจีนในการใช้การบางจีนกับไทยแบบนี้กูไอ้ไทยเจ้าเหรอเฮ้ยนี่มันบางให้เรียนจีนจะเห็นเลยตัววิญญาณจีนเลยแต่โครงการนี้กินมันโยกก็ขึ้นตุ๊กจีนเลยบ้านแล้วสระบ้านหมันเราคุ้มบ้องสระบ้านหมันเนี่ยได้ประใจหนาวใจเนี่ยเล็กจังสระหมันของเมืองบ้านเลยเนี่ยนี่คือหมักพุ่มอันนี้เวียนเมียนbuồn rồi tam tập buồn cũng raเนี่ยได้ประมาณน้ำในเป็นนี่เหมือน buồn rồi tam tập buồn cũng raเอาให้เดี๋ยวเน่าดิมันเอาเป็นโลกเดียวดีกว่าถ้าไม่ได้ไปยุบเจ้ายังได้ตึ้งเราต้องอะไรก็ไปจะอยู่แต่ตรังในไปเลยอะไรไว้แก่อะไรก็ไม่รู้ว่าแยกว่าเลยอันนี้ตัวนี้ตัวการมันตัวเล่นไปยังมันให้ประกอบเจ้าแล้วมันก็เจ้าเล่นเป็นเนี่ยอันนี้เนี่ยเป็นก้อนมันก็ได้อันนี้มันออกไปนะใจเด็กใจเป็นหน้าตามือนี่มาตามือเนี่ยนี่ก็เกิดเนี่ยมือคนไหนอะไรแต่หายใจเดิมเอาวันนั้นเยอะเลยคงวันนั้นเยอะคนว่าให้สนุกก็มาได้ก็ได้ก่อนว่ามาจะถึงไหมគួរបញ្ជាក់ផងដែរថាបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋមានការជិះចាប់ចំពោះភាពអយុត្តិធម៌ដែលបានកើតឡើងជាក់ស្ដែងចំពោះមុខបែបនេះហើយពួកគាត់ចាំមើលថាតើថ្នាក់ដឹកនាំនៅក្នុងខេត្តនិងអាជ្ញាធរសង្កាត់នឹងមានវិធានការបែបណាចំពោះលោកប្រធានភូមិរូបនេះផងដែរពីបណ្ដាញភ្នាក់ងារទូរទស្សន៍អប្សរាខេត្តសៀមរាបខ្ញុំឃើញកាមេរ៉ាធ្វើសេចក្តីរាយការណ៍សូមអរគុណសូមជម្រាបលាបាទសូមអរគុណលោកឃើញកាមេរ៉ាដែលបានធ្វើសេចក្តីរាយការណ៍ព័ត៌មានលម្អិតជុំវិញបញ្ហានេះនិយាយឃើញថាព័ត៌មានដែលកើតមានអញ្ចឹងមិនមែនទើបតែកើតមាននៅខេត្តសៀមរាបនោះទេជំងឺនេះគឺកើតឡើងជាយូរមកហើយអញ្ចឹងអាដាមលោកជំទាវដែលជាថ្នាក់ដឹកនាំគាត់ជាប្រធានក្រុមការងារណាគាត់មានកិច្ចការងារច្រើនណាស់ហើយអញ្ចឹងគាត់ពឹងពាក់ទៅលើមូលដ្ឋានហើយមូលដ្ឋានខ្លះក៏មានភាពស្មោះត្រង់មូលដ្ឋានខ្លះក៏បានបង្កើតនូវបញ្ហាមានអំណោយក៏បញ្ហាអត់អំណោយក៏បញ្ហាហើយមានអំណោយគឺការកើតឡើងបញ្ហាច្រើនជាងដោយសារអីដោយសារតែនេះភាពមិនស្មោះត្រង់របស់អាជ្ញាធរមូលដ្ឋានហ្នឹងគាត់ទៅយកអ្នកដែលមិនបានរងគ្រោះហើយមកទទួលអំណោយអ្នកដែលត្រូវទទួលអំណោយអត់បានយកមកទេបាទបញ្ហានេះគួរតែជំរុញព្រោះយើងដល់ពេលវេលាដែលយើងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជនជាធំឥឡូវនេះយើងឃើញថាបញ្ហាកើតមានហើយយើងនឹងធ្វើព័ត៌មាននេះបន្ថែមទៀតបើសិនជាមានករណីណាពាក់ព័ន្ធទៅនឹងបញ្ហានេះបាទសូមអរគុណដែលសាពេលវេលានៃការសម្រាប់បានជួយមកដល់យើងសូមពេលសម្រាប់បន្តិចនៅវគ្គទី4កម្មវិធីយើងនឹងជួនព័ត៌មានសន្តិសុខសង្គមជម្រាបជូនប្រិមិត្តទូទាំងស្ទូឌីយោជាបន្តទៀត